បាទចឹងនេះជាការពូនភ្នំខ្សាច់បាទនៅវត្តសំរោងបងប្អូនបាទចឹងមានសិស្សានុសិស្សបាទនៃវិទ្យាល័យសំរោងបាទចូលរួមបាទពូនភ្នំខ្សាច់បាទនៅថ្ងៃទី16បាទ17បាទចឹងឆ្លងចែកថ្ងៃទី18បាទបងប្អូនចឹងចាប់ផ្ដើមពូនភ្នំខ្សាច់ចាប់ពីថ្ងៃទី16នេះទៅបាទស្អែកត្រូវបញ្ចប់ហើយថ្ងៃសៅរ៍បាទបញ្ចប់ពូនភ្នំខ្សាច់បាទដល់ពេលថ្ងៃអាទិត្យបាទឆ្លងចែកបងប្អូនបាទនេះសិស្សានុសិស្សនៃវិទ្យាល័យសំរងគ្រូអ្នកគ្រូបាទអ្នកគ្រូចូលរួមពូនភ្នំខ្សាច់ដើម្បីឲ្យដំណើរការនៃការឆ្លងចែកហ្នឹងបាទបានស្អាតហើយនឹងមានភាពសប្បាយរីករាយទាំងអស់គ្នាបាទអញ្ចឹងឃើញថាសិស្សានុសិស្សទាំងអស់បាទគាត់ព្យាយាមបាទធ្វើទាំងទឹកមុខសប្បាយរីករាយបាទបងប្អូនការរៀបចំជាលក្ខណៈផែនឬក៏ក្បាច់ផ្កាចេញពីទឹកដៃសុទ្ធសាធបាទ100%បងប្អូនបាទនេះអ្នកគ្រូអញ្ចឹងនេះជាទស្សនភាពបាទថតពីក្រៅកន្លែងពូនភ្នំខ្សាច់មានតាមានអ៊ំពូមីងបាទចូលរួមពូនភ្នំខ្សាច់ដើម្បីឆ្លងចែកសប្បាយបាទទាំងអស់គ្នាចឹងកុំភ្លេចមកឆ្លងចែកទាំងអស់គ្នានៅថ្ងៃទី8ថ្ងៃទី18ខែឧសភាឆ្នាំ2025ខាងមុខនេះចឹងដឹងថាសប្បាយក៏ក្រៅហើយបងប្អូនជារៀងរាល់ឆ្នាំវត្តសំរោងហ្នឹងការរៀបចំឡើងគឺបានល្អមែនទែនបាទហើយអ្នកចូលរួមទេសនាក៏ច្រើនបាទនោះចូលលេងក៏ច្រើនបាទរាប់ពាន់អ្នកបាទបងប្អូនបាទមិនតិចទេបាទពេញវត្តបាទសឹងតែគ្មានកន្លែងឈរបងបាទអញ្ចឹងសង្ឃឹមថាឆ្នាំនេះបាទនឹងសប្បាយរីករាយបាទទាំងអស់គ្នាបាទអញ្ចឹងមកមើលតាមដានទេសនាទាំងអស់គ្នានេះសកម្មភាពផ្សេងទាំងគ្រូនិងសិស្សបាទពូនភ្នំខ្សាច់បាទហើយនឹងរៀបចំផ្កាដើម្បីលំអដើម្បីឆ្លងចែកការរៀបចំនឹងសង្ឃឹមថាបានល្អទាំងអស់បាទយ៉ាងថ្ងៃស្អែកនឹងបញ្ចប់ហើយបាទស្អែកក៏មានកម្មវិធីដែរគឺកម្មវិធីហែផ្កាប្រាក់បាទរបស់វត្តសំរោងបាទទៅដំដែកបាទហើយក៏មានពិធីហែផ្កាប្រាក់ពីវិទ្យាល័យសំរងទៅវត្តផងដែរបាទចឹងចូលរួមទាំងអស់គ្នាបាទដើម្បីបាទសំបុណ្យហើយនឹងសេចក្តីជ្រះថ្លាក្នុងជីវិតព្រមទាំងការសប្បាយរីករាយបាទបំបត្តិ stress បងប្អូនបាទសកម្មភាពសិស្សានុសិស្សព្រមនឹងគ្រូណាច្រើនគ្រួនដែរប្រហែលជានិយាយទៅមកពីថ្ងៃខ្លះឥឡូវល្ងាចនេះតិចបាទសារអីពីថ្ងៃរាំងច្រើនដែរ
เกมนี้แพ้ជា20-30នាក់ដែរបាទអរគុណច្រើនបងប្អូនបាទជួយ Subscribe វីដេអូម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗបន្ថែមទៀតបាទ